មានភ្ញៀវគាត់ខមមិនសួរថាតើរៀននាឡិកាដៃប៉ុន្មានឆ្នាំចេះហើយធ្វើមិនដេចកុំឲ្យមានសម្ពាធផ្លូវអារម្មណ៍គាត់តានតឹងខ្លាំងក្នុងការរៀននាឡិកាដៃប៉ាការរៀនសូត្រជួសជុលនាឡិកានេះតើយើងនឹងមានភាពអំណត់តស៊ូណាគឺថាព្យាយាមទើបបានវាចេះមិនមែនជាងាយស្រួលនោះទេណាហើយបើនៅក្នុងធម៌វិញនិយាយថាខ្លួនទីពឹងខ្លួនអត់មានទីពឹងមេជាងទេវារបស់នេះវាបង្រៀនមនុស្សមិនមែនមនុស្សតែបង្រៀនវាទេចាអញ្ចឹងបើសិនជាបងមានចម្ងល់ពាក់ព័ន្ធនឹងនាឡិកាដៃបងអាច comment នៅក្រោមវីដេអូនេះបានអញ្ចឹងកង់នឹងជួយសម្រាយនៅរាល់ចម្ងល់របស់បងចាអញ្ចឹងវីដេអូមីនីក៏សូមអរគុណសូមជម្រាបលា